ต่อมาล้อបានប្រមូលកម្លាំងងើបឡើងមកតតាំងជាមួយ Viago វិញម្ដងគាត់និយាយក្នុងគោលបំណងឲ្យ Smoker ឮថាបើសិនជាគាត់បានបេះដូងរបស់គាត់មកវិញ Viago ទៅមិនរួចជាមួយគាត់ទេការវិយុទ្ធជាបន្ត Smoker បានងើបឡើងមកបន្តទៀតហើយការវិយុទ្ធនៅលើនេះរៀងថ្លៃបន្តិចព្រោះ Smoker បានបង្កើតផ្សែងពីវិញទីនោះពេលនោះ Viago គិតថា Smoker កាន់តែល្ងងហើយព្រោះអាក្បាច់បង្កើតផ្សែងហ្នឹងជួយឲ្យគាត់អាចវាយត្រូវ Smoker គ្រប់ទីកន្លែងមិនមែនល្ងងទេមុនហ្នឹងគាត់បង្កើតផ្សែងច្រើនដើម្បីងាយស្រួលចូលទៅលួចបេះដូងរបស់ឡពី Viago យកទៅឲ្យឡវិញពេលនេះឡទទួលបានបេះដូងរបស់គាត់វិញហើយមានន័យថា Viago ត្រូវចាប់ដោយគ្មានវិចារទោះបីជា Viago ខំប្រើ Haki ធ្វើខ្លួនរបស់គាត់ទាំងមូលឲ្យคล้ายទៅជាដែកក៏ទៅមិនរួចជាមួយនឹងក្បាច់រួមរបស់ឡដែរការកាប់មួយផ្លែដើររបស់ឡនៅពេលនោះមិនត្រឹមតែដាច់ខ្លួនរបស់ Viago ជាពីរទេគឺមន្ទីរពិសោធន៍របស់ Caesar នឹងទាំងមូលត្រូវបានឡកាត់ដាច់ជាពីរ